តោះគ្នាយើងទៅដើរលេងអីអានេះគេហៅម៉ូតូដប់ពូដប់ខ្ញុំទៅវត្តភ្នំមួយតោះម៉ូតូដប់គឺជាអាជីវកម្មរបស់ប្រជាជនខ្មែរយូរឯងពីច្រើនពួកគាត់ឈរព្រមគ្នាឈរចាំហៅមួយនៅផ្សារមកចែឡាម៉ូតូមកចែខ្ញុំដប់ដើរលេងតោះសប្តាហ៍ថ្ងៃអត់សូវមានអ្នកគេជិះម៉ូតូដប់ទៀតទេពីច្រើនពួកគាត់ដឹកអីវ៉ាណាគេហេក៏មានអ្នកគេស្អីលឺមែនហើយចឹងទៅដើម្បីសុវត្ថិភាពគេក៏ផ្លាស់ប្ដូរពីរថម៉ូតូដប់ទៅរថតុកតុកប៉ុន្តែជួនកាលយើងលឺគេហៅតុកតុកថាកង់3ឈប់1 2 3 4ណែគេហ្នឹងគេហៅថាកង់3អីវីដេអូថ្ងៃនេះគឺឧបត្ថម្ភធំដោយថាដាគឺជាកម្មវិធីដែលអ្នកទាំងអស់គ្នាអាចកក់តាក់ស៊ីម៉ូតូដប់តុកតុកឡាក់នឹងឡាក់ហើយមូលហេតុដែលខ្ញុំជំរុញអ្នកទាំងអស់គ្នាប្រើកង់3ថាដាគឺដោយសារពួកគាត់មានកង់3អគ្គិសនីមុនគេបង្អស់នៅប្រទេសកម្ពុជាហើយមួយរយៈក្រោយនេះយើងបានឃើញពួកគាត់ប្រើម៉ូតូដប់អគ្គិសនីទៀតដែលសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាល្អសម្រាប់បរិស្ថានប៉ុន្តែអត់មានអីគេល្អសម្រាប់បរិស្ថានជាង G-Cyclo ទេតោះយើងទៅផ្ទះវិញ